ជំរាបសួរលោកគ្រូហើយនៅក្នុងវីដេអូនេះខ្ញុំនឹងនិយាយអំពីការប្រើប្រាស់ទៅលើ UFW ដែលនៅក្នុងនោះនឹងនិយាយអំពីការ enable ហើយ disable ទៅលើ service របស់ UFW ដែលធ្វើការជាមួយនឹង firewall ដែលយើងប្រើទៅលើ command sudo UFW enable ដើម្បី enable ទៅលើ service របស់ UIW ចឹងបន្ទាប់ពីយើង enable ហើយដើម្បីយើងអាច check ទៅលើថាតើ service មួយនោះបាន enable ឬក៏នៅតែយើងប្រើទៅលើ command sudo UFW status ចឹងដោយក្នុង status បានបញ្ជាក់ថាបាន enable ហើយដោយខ្ញុំនឹង allow ទៅលើ port 443ដែលជា port HTTP ដែលយើងប្រើទៅលើ command sudo UFW allow 443ដោយបន្ទាប់ពីខ្ញុំ enable ហើយយើងអាច check បានថាតើ port មួយនោះ enable ឬក៏នៅដែលយើងប្រើទៅលើ sudo UFW status បន្ទាប់ពីយើង enable គឺទៅលើ port 443គឺបាន enable ដើម្បីយើងអាចទៅលើ close ទៅលើ port ដែលយើងបាន enable ដែលយើងបាន allow គឺយើងអាចប្រើទៅលើ command sudo UFW deny ហើយទៅលើ port ដែលយើងចង់ deny តោះមកខ្ញុំ check ទៅលើ status បន្ទាប់ពីយើងបាន deny គឺទៅលើ action ទៅលើ port 443គឺបាន deny ហើយបន្ទាប់មកគឺខ្ញុំនឹងប្រើទៅលើ command sudo UFW reset ដែលយើងនឹង reset ទៅលើ switch ដែលយើងទាំងអស់ហ្នឹងគឺទៅជា default វិញបន្ទាប់ពីយើង reset ហើយគឺយើងអាចនៅពេលដែលយើង reset រួចអត់រាល់គឺទៅលើ switch ទាំងអស់គឺនឹងdeny គឺនឹង close ទាំងទៅលើ switch របស់SSH ដូចគ្នាអញ្ចឹងដើម្បីយើងអាច enable មកវិញបានគឺយើងមុនដំបូងគឺយើងត្រូវ enable ទៅលើ UFW ហើយទើបយើងចូលទៅ UFW ដើម្បី enable ទៅលើ port box SSH ហើយ check status USW enable ដែលយើង enable ទៅលើ SSH ទៅលើ UFW បន្ទាប់ពីយើង enable ហើយគឺយើងប្រើ command USW allow 22បន្ទាប់ពីយើង allow ហើយគឺទៅលើ port box SSH គឺនឹងបើកដំណើរការមកវិញធម្មតា